បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទទាំងអ្នកនៅក្នុងប្រទេសនិងអ្នកក្រៅប្រទេសបាទថ្ងៃនេះមកជួបមួយខ្ញុំបាទទៀតហើយបាទជាមួយនឹងវីដេអូខ្លីៗដែលនិយាយអំពីអូឡ িম্প ផាត់បាទព្រោះឯខ្ញុំខានចេញវីដេអូអូឡ িম্প ផាត់នេះរៀងយូរដែរហើយបាទហើយអូឡ িম্প ផាត់ឥឡូវក៏ស្រស់ស្រាយកាន់តែខ្លាំងទៅហើយបាទហើយដូចបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងបាទគេកំពុងតែលេងទឹកលេងបាល់លេងអីយ៉ាងសប្បាយបាទដោយសារអីដោយសាររបួសជើងរបស់គេគឺជា100%ហើយបាទគេបានដោះរុំបងជើងហ្នឹងគឺគេដោះចេញហើយបាទគ្រាន់តែថាសាច់វាអត់ទាន់ដោះពេញជើងបាទសាច់វានៅដោះសាច់ខ្ចីនៅឡើយតែជំរាបជាគឺ100%ហើយបាទហើយមើលគេលេងទឹកសបាយហើយបាទអូហើយទឹកនេះមិនសិនជារយៈប្រហែលនេះបាទយើងជ្រៅដែរដូចបងប្អូនឃើញអូឡ িম্প ផាន់គឺខ្ពស់ហើយទឹកចុះទៅឡើងចង់លិចហើយអញ្ចឹងវាជ្រៅដែរគេលេងបាល់លេងអីសបាយហ่ะនោះជើងគេបាទនោះជើងគេនោះគឺជីហើយគាត់តែវានៅស្នាមបន្តិចទួចទេបាទអូគេចេះទាត់បាល់ទាត់អីឥឡូវហើយអូឡ িম্প ផាត់ឥឡូវដូចជាអាយុប្រហែលជា9ខែបាទដូចជា9ខែជាងហើយបាទហើយមួយវិញទៀតគឺគេអាចលក្ខណៈថាលេងបាល់ទាត់ហើយឬក៏មុជទឹកមួយអីដោយសេរីដោយមិនភ័យខ្វល់រឿងជើងដល់ឡើយគេទេព្រោះសារជើងរបស់គេគឺជាហើយទាត់ខុសបាល់ដួលទៀតបាទដោយបងប្អូនបានឃើញគឺអូឡ িম্প ផាត់ឥឡូវចេះឆ្លាតហើយដឹងបងប្អូនដឹងអត់ថាអូឡ িম্প ផាត់បើដោះគោច្រើនបាទឥឡូវគឺមួយខែមួយថ្ងៃដូចជា5កំប៉ុងបាទមួយថ្ងៃបាទអញ្ចឹងដូចក្មេងៗយើងគឺមកកំប៉ុងហើយយកចិត្តមួយខែដែរមួយអាទិត្យពីអាទិត្យដែរតែអូឡ িম্প ផាត់វិញគឺមួយថ្ងៃគឺ5កំប៉ុងអញ្ចឹងច្រើនបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងដែលទៅបានទស្សនាអូឡ িম্প ផាត់នឹងជួយឧបត្ថម្ភដូចជាទៅដោះគោដូចជាអ្វីផ្សេងបាទជូនដល់អូឡ িম্প ផាត់ដើម្បីឲ្យក្រុមការងារមានលទ្ធភាពក្នុងការថែរក្សាអូឡ িম্প ផាត់និងផ្ដល់នូវអាហារគ្រប់គ្រាន់ដល់អូឡ িম্প ផាត់ដើម្បីឲ្យមានសុខភាពល្អបាទហើយសប្តាហ៍ថ្ងៃនេះគេរស់នៅក្នុងទ្រុងជាមួយនឹងចាណាមបាទមួយចាណាមមួយទៀតបងប្អូននឹងឃើញហើយគឺនៅក្នុងទ្រុងមួយគ្នាបាទហើយពីរអ្នកគេហ្នឹងគឺឆ្លាញ់គ្នាអូទៅណាលេងបាល់លេងអីមួយគ្នាអញ្ចឹងហើយបានដាក់នៅមួយគ្នាអញ្ចឹងបាននេះចាណាមហើយចាណាមមានធំជាងអូឡ িম্প ផាត់គេគឺជាបងហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានខ្លីៗប៉ុណ្ណេះជូនបងប្អូនកុំឲ្យបងប្អូនថាភ្លេចអូឡ িম্প ផាត់អញ្ចឹងណាអញ្ចឹងចាំជួបខ្ញុំនៅវីដេអូក្រោយៗទៀតចំពោះអូឡ িম্প ផាត់ក៏ដូចជាសត្វដំរីផ្សេងក៏ដូចជាសត្វគ្រប់ប្រភេទផ្សេងបាទសង្ឃឹមថាបងប្អូននឹងជួយគាំទ្រក៏ដូចជាជួយ share ក៏ដូចជា subscribe ដូចជា like ដល់វីដេអូរបស់ខ្ញុំផងដើម្បីខ្ញុំមានលទ្ធភាពក្នុងការទៅផ្ដិតយករូបភាពនៅវីដេអូផ្សេងទៀតបាទហើយបើបងប្អូនអាចជួយជាគាំទ្រជាសម្ភារៈឬក៏ជាថវិកាផ្សេងអាច comment ឬក៏ឆាតបានបាទអរគុណច្រើនបាទជម្រាបលាជួបគ្នានៅឱកាសក្រោយទៀតបាយ